ប៉ុន្តែមានស្ត្រីដែលគាត់មិនមានទំនាក់ទំនងស្ទើរតែតែងតែត្រូវបានហុំព័ទ្ធដោយអ្នកគ្រប់គ្រងទាន់សម័យដែលមិនអាចពន្យល់បានបញ្ហាគឺអ្នកគ្រប់គ្រងទាំងអស់គិតថាវាជាទង្វើក្តៅគប់ទាក់ទងនឹងស្ត្រីមួយផងសម្រាប់ទ្រព្យសម្បត្តិមួយប្រជាប្រិយភាពរបស់ Wen Chenli កាន់តែកើនឡើងក្រឡេកមើលទៅស្ត្រីដែលបានធ្វើការជាមួយគាត់ជាទូទៅគេត្រូវលាបពណ៌ដោយបេអ្នកត្រូវផ្លាស់ប្ដូរស្រាមុនពេលអ្នកអាចចាប់ផ្ដើមធ្វើការវិរោគដើម្បីដោះស្រាយជាមួយខ្ញុំវាពិតជាអារម្មណ៍មិនល្អបើអ្នកចង់ឆ្លងកាត់វាល្អជាងក្នុងការគៀបវាខ្ញុំបានធ្វើការណាត់ជួបហើយវាមិនដូចជាយើងមិនអាចទិញវាបានទេខ្ញុំក៏មួយគេងដែរតើអ្នកណានឹងបាត់បង់រឿងនេះមិនចាំបាច់នៅឡើយទេទាំងពីរអ្នកនេះមិនល្អនឹងគ្នាទេជាពិសេសក្នុងរដូវរងានោះបន្ទាប់ពីការប្រយុទ្ធគាត់បានយកចិត្តទុកដាក់ចំពោះអ្នកដទៃខ្ញុំមិនអាចដកវាចេញបានទេដូច្នេះអ្នកទាំងពីរនៅជាមួយគ្នាតើនឹងមានអ្វីកើតឡើងតើពេលណាដែលអ្នកខ្លាចជាមនុស្សអាក្រក់យូឈីសេត្រូវតែជាយូឈីដែលពូកែកំណាប់អ្នកទាំងពីរមើលទៅដូចគ្នាទៅហើយឥឡូវនេះចាប់តាំងពីអ្នកត្រឡប់មកវិញបញ្ហាក្រុមហ៊ុនចូលយើងដោះស្រាយវាឲ្យបានច្រើនតាមអ្នកខ្ញុំត្រូវការឱកាសផ្លូវការមួយរឿងទាំងអស់អំពី Yao Gillian Entertainment ខ្ញុំនឹងតាក់ទងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនកោះប្រជុំម្ចាស់ភាគហ៊ុនទូទៅក្មេងស្រីតូចម្នាក់ដែលមិនដឹងអ្វីទាំងអស់យួយមួយទៅថប់បារម្ភណាស់យូខ្វាន់ខ្ញុំមិនខ្លាចមានអំណាចពេកទេហើយខ្ញុំនឹងធ្វើតាមអ្នកឈុតពេលថ្ងៃថតទុកមុនកាន់តែលឿនកាន់តែល្អមិនអីទេខ្ញុំនឹងស្ដាប់រឿងមិនសមហេតុសមហត់សួរសំណួរមួយតើអ្នកអាចធ្វើវាបានទេនៅពេលអ្នកបើកវានៅថ្ងៃស្អែកប្រសិនបើវាមិនអាចធ្វើប្រកូលដៅភ្លាមអ្នកបង្វែរក្បាលរបស់អ្នកអាននេះកុំបង្កបញ្ហាទៅសូឡេនដើម្បីប្រាប់អ្នកថានឹងមានការថតនៅថ្ងៃស្អែកដោយសារខ្ញុំរវល់ខ្លាំងប្រសិនបើអ្នកចង់ធ្វើសកម្មភាពកូនប្រុសរបស់ខ្ញុំវិលមុខខ្លាំងណាស់ហេតុអ្វីហ៊ានលោតចូលរនដែលជីកដោយ Vang Daljong ខ្ញុំគ្រាន់តែចង់ឲ្យគាត់យល់មិនមែនគ្រប់គ្នាអាចធ្វើអ្វីគ្រប់យ៉ាងបានទេគាត់នឹងត្រូវទទួលទោសចំពោះអ្វីដែលគាត់បានធ្វើបងថ្លៃតើអ្នកបានអាន script យូរប៉ុណ្ណាហើយចុះការបាញ់ប្រហារនៅថ្ងៃស្អែកសម្រាប់អ្នកគ្រាន់តែម្ហូបមួយចំហៀងតើ script ល្អយ៉ាងណាមើលថាតើប្តីរបស់អ្នកមិនអីទេតើអ្នកមានមុខមាត់ស្អាតដូចប្តីដែរឬទេតើអ្នកត្រូវមើលអ្វីតើខ្ញុំអាចមានអាហារបានទេតើអាចបរិភោគជាអាហារបានទេជារឿយអ្នកមិនដឹងទេសូមទោសបងស្រីលីនខ្ញុំនឹងយកទឹកឲ្យអ្នកឥឡូវនេះទៅយកទឹកមួយកែវមកខ្ញុំអ្នកថ្មីឲ្យទឹកមួយកែវបានទេខ្ញុំហាក់ដូចជាភ្លេចអ្នកគឺជាអ្នកស្នងរករបស់ Yoranyo ឋានៈដ៏ថ្លៃថ្នូរបែបនេះតាមធម្មជាតិមនុស្សម្នាក់អាចមានភាពក្រអឺតក្រទមអ្នកមិនគោរពខ្ញុំទេអ្នកបោកប្រាស់ជាទូទៅនៅលើយន្តហោះយោធាបន្ទាប់មកខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឧត្តមសេនីយ៍ខេនឌីនិយាយតើខ្ញុំអាចសួរលោកឆែនឌីបានទេវាជាកិត្តិយសរបស់ខ្ញុំនោះជាសិទ្ធិកុំនិយាយថាអ្នកគ្រាន់តែជាអ្នកស្នងទោះបីជាអ្នកជាថៅកែរបស់ Yoran Entertainment ក៏ដោយដូច្នេះអ្វីខ្ញុំនឹងប៉ុន្តែស្ត្រីទី1នៃ Summit Entertainment ម្នាក់ទៅរកអ្នកស្នងមរកខ្ញុំនៅតែមិនយកចិត្តទុកដាក់ចំពោះវាសូមប្រើវាយឺតមិនដឹងថាចូលចិត្តផឹកតែទេទឹកពណ៌ស្គឺធំណាស់តើខ្ញុំអាចសាកល្បងវាដោយរបៀបណាបន្ទាប់មកផឹកទឹកជំនួសវិញអ្នកថ្មីនោះអ្នកក៏ស័ក្តិសមឲ្យខ្ញុំធ្វើជាត្រាបៃតងអ្នកចាស់អ្នកចង់បានតែខ្លះតែនេះក្តៅតើអ្នកអាចផឹកវាបានទេខ្ញុំចង់បានតែក្តៅខ្ញុំមិនអាចយករឿងតូចតាចនេះទេតើអ្នកជាថងចម្បាំងមែនទេយល់ហើយខ្ញុំនឹងទៅយកភេសជ្ជៈមួយទៀតមានមនុស្សស្រីខ្លះមានក្នុងមែនទេ
មិនខឹងនឹងរឿងនេះទេប្រកាសណាស់នំស្រួយពិតជាល្អចាស់ទុំនេះជាតែក្តៅដែលអ្នកចង់បានខ្ញុំចង់បានតែក្តៅប្រភេទដែលក្តៅដល់ការប៉ះតើអ្នកមិនយល់ទេនោះហើយជាអ្វីដែលអ្នកចង់បានតែក្តៅអ្នកនឹងដឹងបន្ទាប់ពីអ្នកសាកល្បងវាក្តៅតើអាចទ្រាំបានយូរបានទេខ្ញុំមិនជឿទេតើអ្នកនឹងដុតខ្ញុំឲ្យស្លាប់ទេសុខសប្បាយទេចាស់ទុំខ្ញុំបាននិយាយថាវាក្តៅអ្នកក៏មិនជឿដែរវាធ្ងន់ធ្ងរទាំងអស់មែនទេបន្ទាប់មកខ្ញុំនឹងមិនមានសុជីវធម៌ទេគ្មានដុំសាច់ខាងវិញ្ញាណបន្ទាប់ពីការចាក់វាមិនមែនជាឈ្មោះរបស់លោកលេងឌឺសិនតើអ្នកនៅតែធ្វើអ្វីតាមខ្ញុំខ្ញុំកំពុងបង្រៀនអ្នកពី3នាក់ហើយអ្នកនៅតែមិនសហការជាមួយសាស្ត្រាចារ្យរបស់ខ្ញុំរូបភាពមួយក្រុមខ្ញុំបានមើលស្រាលអ្នកឥឡូវនេះខ្ញុំទទួលស្គាល់ថាអ្នកមានជើងស្អាតប៉ុន្តែវីនារីរបស់ Bayvella ប៉ុន្តែនៅល្អបំផុតនៅលើពិភពលោកបង្រៀនអ្នកពីរបៀបបង្អួតជើងរបស់អ្នកជាមួយការនឹងការពិតជាមិនគិតតើអ្នកអាចប្រៀបធៀបជាមួយខ្ញុំបានទេខ្ញុំនឹងមិនលះបង់ខ្លួនដើម្បីសម្លេងផ្សាយបង្គំមេតបជាមួយនឹងមន្ត្រីក្រមអភិបាលឡើយកុំជឿវាគឺជា Van der Hong ដែលបានមករកខ្ញុំប្រសិនបើអ្នកមានសមត្ថភាពអ្នកអាចឲ្យនាយកបានប្រើវាគ្រាន់តែជាភ្លៀងធ្លាក់ខ្លាំងសម្រាប់ខ្ញុំនៅពេលនេះអ្នកពិតជាមិនគិតទេអ្នកអាចវាខ្ញុំបានទេបន្ទាប់មកខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកត្រៀមខ្លួននារីថ្មីចេញមុខម៉ៅលូវាជារឿងធម្មតាទេដែលមិនស្គាល់កម្លាំងរបស់អ្នកជាការពិតណាស់អ្នកមានច្រើនកុំចាំតែជើងគាត់ហេតុអ្វីបានជាប្អូនប្រុសរបស់អ្នក Chairing ទៅបាត់នោះហើយជាអ្វីដែលកម្មវិធីមានបំណងវាជា Wenchian របស់ខ្ញុំអ្នកណាមិនស្គាល់បងស្រីយីងអ្នកមានជំនាញពិតប្រាកដដើម្បីធ្វើវាតើខ្ញុំអាចយកវាដើម្បីប្រញាប់ទៅកន្លែងម្ដាយក្មេករបស់ខ្ញុំរៀបនឹងចាប់ផ្ដើមការសម្ដែងវាច្រើនពេកហើយវាមិនល្អសម្រាប់មនុស្សគ្រប់គ្នាទេបើស្រីថ្មីធ្វើអីខុសខ្ញុំសុំទោសអ្នកជំនួសនាងតាំងពីលោកដេងលីនិយាយដូច្នេះសម្រាប់ជាប្រយោជន៍របស់អ្នកខ្ញុំនឹងឲ្យនាងទៅប៉ុន្តែរឿងនេះជារឿងប្រយុទ្ធវាជាមិនរួចដែលអ្វីនឹងកើតឡើងសង្ឃឹមថាមនុស្សមួយចំនួនកុំឈឺចាប់បន្តិចគ្រាន់តែយំក៏រំខានអរគុណច្រើនបងស្រីលីនយើងនឹងមិនរំខានអ្នកទៀតទេបងស្រីលីនមានចិត្តអាក្រក់អ្នកខុសពីនាងជាងគេកុំយកអ្វីដែលបងស្រីលីននិយាយដាក់ក្នុងចិត្តខ្ញុំជឿថាអ្នកដឹកនាំជ្រើសរើសអ្នកធ្វើជាវិនារីនាងត្រូវតែមានហេតុផលតាមពិតវាគ្មានអ្វីសោះសំខាន់ព្រោះខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលពេលឃើញអ្នកដំបូងធ្វើឲ្យបើឆៅចង់មកចិត្តធ្វើបាបអូនដូចបងស្រីលីនខ្ញុំប្រញាប់ចេញទៅដោយមិនគិតច្រើនពេលនេះខ្ញុំគិតទៅវាគួរឲ្យខ្លាចណាស់អ្នកមិនដឹងទេលេងជីគឺជាគ្រូក្បាច់គុណរបស់លេងកាពេលខ្ញុំជួបខ្វាន់ដងខ្ញុំដឹងថាគាត់មិនស្រួលខ្លួនខ្ញុំបានរកឃើញថាភ្លើងពិតជាអាចប៉ះពាល់មនុស្សលោកស្រីឆៃវេថាមិនទាន់ចាប់ខ្លួនក្នុងការស៊ើបអង្កេតនៅពេលនេះទេបើមិនដូច្នេះទេយើងនឹងមិនអាចនៅជាមួយគ្នាបានទេកុងហ្វូឆ្មារាំងត្រីកនលីសឺលិនខ្ញុំនៅតែមិនយកចិត្តទុកដាក់ចំពោះវាខ្ញុំដឹងថាអ្នកក៏ខ្លាំងដែរប៉ុន្តែលីសឺលិនបានស្លាប់នៅយូរនាងឪពុករបស់ខ្ញុំគ្រាន់តែស្រឡាញ់មនុស្សពេញវ័យព្រោះគាត់មានចរិតមិនល្អតើអ្នកដឹងរឿងនេះទេបុរសល្អដូចយីឈៀនវ៉ាំងហើយអ្វីបានជាមិនមានស្ត្រីឈឺវាគឺដោយសារតែគាត់លីវស៊ីលីនបានធ្វើការប៉ងប្រាថ្នាតាំងពីព្រលឹមចង់ធ្វើជាប្រពន្ធយេឈីជីស្ត្រីណាដែលជិតស្និទ្ធនឹងយេឈៀនវ៉ាងទីបំផុតវាមិនមែនជាប្អូនប្រុសដែលបាក់ជើងនោះទេគ្រាន់តែបាត់ខ្លួនគួរឲ្យខ្លាចណាស់វិធីសាស្ត្ររបស់លីសឺលិនវាខ្លាំងជាងអ្នកគិតទៅទៀតគាត់ទើបតែត្រឡប់មកពីបរទេសអ្នកប្រហែលជាមិនទាន់ដឹងច្រើនអំពីព័ត៌មានក្នុងស្រុកនៅឡើយទេប្រសិនបើអ្នកឲ្យគាត់ដឹងខ្ញុំនឹកអ្នកខ្លាំងណាស់ពេញមួយថ្ងៃខ្ញុំគិតថាអ្នកនឹងមានថ្ងៃល្អខ្ញុំខ្លាចវាដល់ទីបញ្ចប់ដូច្នេះតើរឿងនេះនឹងកើតឡើងនៅពេលណាកុំបារម្ភខ្ញុំនៅតែនៅទីនេះ